ជាបឋមខ្ញុំបាទសូមជម្រាបសួរលោកគ្រូនិងជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះស្រៀងចត្រាតំណាងឲ្យក្រុមទី2ឡើងមកបកស្រាយអំពី Reflective Fiber Sensor ដែលបង្រៀនដោយសាស្ត្រាចារ្យប៉ុនឆាយុទ្ធមុខវិជ្ជា Sensor and Alarm System ហើយថ្ងៃនេះក្រុមខ្ញុំបាទរួមមានជាតិលីហេងកំឡេងវ៉ាន់លីនិងសាងចាន់នីនហើយថ្ងៃនេះខ្ញុំបានមានមាតិកាចំនួន6ចំណុចទី1ការណែនាំពីការប្រើប្រាស់ sensor ទី2ការដំឡើង sensor ទី3របៀប set និង reset ទី4អត្ថប្រយោជន៍របស់ reflective fiber sensor និងទី5សេចក្តីសន្និដ្ឋានចំណុចទី1ការណែនាំពីការប្រើប្រាស់ sensor fiber reflective sensor គឺជា sensor មួយដែលចាប់វត្ថុដោយបញ្ជូនពន្លឺទៅកាន់វត្ថុនោះនៅពេលដែលពន្លឺប៉ះទៅនឹងវត្ថុវាបង្កើតបានទៅជា signal ទៅកាន់គ្រឿងទទួលការ detect នៅវត្ថុទាំងនោះយើងអាចកំណត់ចម្ងាយរបស់វាបានបើសិនជាវត្ថុនោះស្ថិតនៅរយៈចម្ងាយដែលបានកំណត់ហើយវា detect ទៅនឹងវត្ថុនោះបង្កើតទៅជា signal បញ្ជូនទៅគ្រឿងទទួលចូលមកដល់ចំណុចទី2ការដំឡើង sensor យកខ្សែទាំងពីរ sensor ដាក់ចូលក្នុង amplifier ហើយខ្សែទាំង3នៃ amplifier ត្រូវភ្ជាប់ទៅនឹង terminal ហើយនេះគឺជា amplifier របៀប set និង reset ចុច tune និង LED ឲ្យជាប់3ទៅ5នាទីហើយចុចបូកដកដើម្បីស្វែងរកពាក្យថា OST ហើយចុច mode ហើយចុចបូកដកដើម្បីស្វែងរកពាក្យថា INIT ហើយចុច mode របៀប set ដាក់ពន្លឺ sensor ឲ្យដាច់ពី object ហើយចុច tune វានឹងចេញ1 POIXT ហើយចុច tune វានឹងលោតពាក្យថា1 POINT ហើយដក object ចេញធ្វើការតេស្តនៅចំណុចដែលវាចាប់មានតែ A ចំណុចបន្ទាប់អត្ថប្រយោជន៍របស់ Retro Reflective Fiber Sensor ទី1មិនសូវប៉ះពាល់ដល់បរិស្ថានទី2ទំហំនិងភាពបត់បែនទី3ភាពប៉ិនប្រសប់ទី4ឆ្លើយតបរហ័សនិងទី5សុវត្ថិភាពជាចុងក្រោយសេចក្តីសន្និដ្ឋានបន្ទាប់ពីបានសិក្សានិងបានដំឡើងរួចមកហើយយើងបានស្គាល់អំពី function Retro Reflective Fiber Sensor គេប្រើនៅរោងចក្រផលិតរថយន្តរោងចក្រផលិតម៉ាស៊ីនព្រីបន្ទប់ពិសោធន៍ក្នុងtập rồi hứa chứ cái bánh tập vào bài 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 យើងយកខ្សែរបស់យើងទៅភ្ជាប់ជាមួយនឹង terminal សិនgiờ tôi mỗi vì bảy បន្ទាប់មកនេះគឺជាការដំឡើង sensor របស់យើងរយខ្ញុំមានអារម្មណ៍ប្រអារម្មណ៍ទៅគួរទេតែសល់មកអត់កើតទេបាយសាគូហើយតើអត់ធំនេះគឺជាខ្សែដែលយើងបានតភ្ជាប់ជាមួយ terminal ដាក់ចូលទៅក្នុង ampli របស់យើងអត់មកឡើយបានតែបាត់ហើយនេះគឺជាដំណើរការនៃការតេស្តនៅពេលដែលមាន object ឆ្លងកាត់យើង set ឲ្យវាចាប់កម្មទី1និងកម្មទី2មានន័យចឹងកម្មទី1និងកម្មទី2វាភ្លឺចំណែកឯកម្មទី3វាមិនភ្លឺទេហើយជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះសូមអរគុណ